រឿងមន្ត្រីវាំងមិនចេញទទួលលិខិតថ្វាយព្រះមហាក្សត្រខ្មែររឿងសុំជួយអន្តរាគមន៍ព្រះរាជាទានលើកលែងទោសលោករងឈុនរឿងហាមឃាត់សិទ្ធិនយោបាយនិងសិទ្ធិបោះឆ្នោតអីនោះគឺយើងឃើញថាមែនតើទៅវាជារឿងគួរឲ្យខកចិត្តសម្រាប់ប្រជាពលរដ្ឋខ្មែរមកយកមកហើយរឿងការដែលយកញ៉ាត់យកលិខិតយកទៅដាក់អីនៅស្ថាប័នពាក់ព័ន្ធដើម្បីឲ្យមានអន្តរាគមន៍រឿងអន្តរាគមន៍ជួយគឺជារឿងមួយឯងដូចសំភ្លើងយ៉ាយើងដឹងហើយរាល់ដងគឺឲ្យតែប៉ះពាល់រឿងនយោបាយស្ថាប័នកម្ពុជាណាក៏រាថយក៏រារែកក៏មិនចង់ទទួលឬក៏ដូចថាធ្វើឲ្យបង្ក្រប់កិច្ចដូចថាចង់ដៃចង់ជើងអីចឹងណាក៏ប៉ុន្តែរឿងដែលគួរឲ្យរកម្មចិត្តនិងខកចិត្តមួយហ្នឹងគឺថាតើក្រសួងព្រះបរមរាជវាំងឬក៏ខុទ្ទកាល័យព្រះបរមរាជវាំងខាត់បងអីសម្បើម្លេះនៅពេលដែលគ្រាន់តែទទួលញត្តិប្រជាពលរដ្ឋដើម្បីឲ្យគ្នាអស់ចិត្តដោះស្រាយមិនដោះស្រាយគឺជារឿងទុករបស់ប្រជារាស្ត្រគឺជាទុករបស់ព្រះមហាក្សត្រតើព្រះមហាក្សត្រលោកមានបានដឹងរឿងហ្នឹងទេដែលប្រជារាស្ត្រលោកដើរទៅយកដាក់លិខិតទៅជូនដំណឹង3 4ថ្ងៃមុនជាសាធារណៈទៀតថ្ងៃ17នេះគឺគណៈបកកម្លាំងជាតិនឹងយកលិខិតទៅថ្វាយព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនីដើម្បីឲ្យលោកជួយធ្វើព្រះរាជអន្តរាគមន៍លើកលែងទោសរងឈុនដើម្បីផ្ដល់សិទ្ធិនយោបាយសិទ្ធិឈរឈ្មោះបោះឆ្នោតសិទ្ធិនិយាយស្ដីជាសាធារណៈនិយាយទៅគឺសិទ្ធិចូលរួមក្នុងជីវភាពនយោបាយដែលជាសិទ្ធិស្របច្បាប់ធានាដោយរដ្ឋធម្មនុញ្ញហើយត្រូវបានរដ្ឋាភិបាលកម្ពុជាបំពេញហើយប្រកូលណាជាអង្គព្រះមហាក្សត្រគឺលោកនៅមើលសុខទុក្ខរបស់រាស្ត្រនៅពេលឥឡូវរាស្ត្រកំពុងតែមានទុក្ខនេះរាស្ត្រកំពុងតែមានទុក្ខធ្ងន់ណាស់ហើយខ្ញុំជឿថាអង្គព្រះមហាក្សត្រក៏លោកមានសពព្រះរាជហឫទ័យចង់ជួយកូនចៅនឹងតាមអាយុហើយព្រោះព្រះរាជាអង្គណាដោយអង្គណាដែរតាំងពីប្រកូលណាប្របាទនរោត្តមសីហនុមកគឺលោកតែងតែឈឺឆ្អែលគ្រប់តែពេលតាហេតុអីបានជារឿងគ្រាន់តែទទួលញត្តិដើម្បីឲ្យបានលឺដល់ព្រះមហាក្សត្រខ្មែរនឹងក៏បបាក់ដោយសំភ្លើងយៈម្លេះតើប្រជារាស្ត្រសងៃជាអនុប្រជារាស្ត្រឬក៏ជាសម្រាមឬក៏ជាអ្វីឲ្យប្រកាសព្រោះអីធម្មតានៅពេលដែលរាស្ត្រមានទុកអស់ជំរឹះគ្រប់តាមមធ្យោបាយហើយគឺរាស្ត្រផ្ដល់តម្លៃឲ្យអង្គព្រះមហាក្សត្រគឺជាការគោរពការដូចថាអស់សង្ឃឹមអ្វីគ្រប់យ៉ាងក៏នៅតែមានសង្ឃឹមចុងក្រោយមួយទៀតគឺខុទ្ទកាល័យព្រះមហាក្សត្រក្នុងន័យនេះគឺប្រជារាស្ត្រដែលមានគណៈបកប្រឆាំងគឺគណៈបកកម្លាំងជាតិហ្នឹងគឺជាការផ្ដល់ជាកិត្តិយសដ៏ឧត្តមឧត្តមណាស់សម្រាប់អង្គព្រះមហាក្សត្រនេះព្រោះអីសង្ឃឹមថាស្ថាប័នព្រះមហាក្សត្រនេះគឺជាស្ថាប័នចុងក្រោយដែលអស់សង្ឃឹមគ្រប់យ៉ាងនឹងជួយដោះស្រាយរឿងទុក្ខរាហើយក៏ប៉ុន្តែហេតុអីបានជាអស់លោកនៅខាងខុទ្ទកាល័យព្រះបរមរាជវាំងនឹងប្រមាថប្រជាស្ដារព្រះមហាក្សត្រដោយសូម្បីតែបញ្ជូនមន្ត្រីម្នាក់មកទទួលលិខិតលោកដោះស្រាយមិនដោះស្រាយអានឹងជារឿងរបស់លោកតាក៏ប៉ុន្តែវាថោកអីនឹងដៃថ្លៃអីនឹងមាត់គ្រាន់តែទទួលញត្តិនឹងដើម្បីឲ្យប្រជារាស្ត្រគ្នាអស់ចិត្តទៅវាថៃវាជាការផ្ដល់កិត្តិយសដល់អង្គព្រះមហាក្សត្រផងវាជាការបញ្ជាក់ប្រាប់ប្រជារាស្ត្រខ្មែរផងថាទុករបស់ប្រជារាស្ត្រគឺជាទុករបស់ព្រះមហាក្សត្រដូចសម័យណែអង្គរវត្តចឹងដែលព្រះមហាក្សត្រខ្មែរអង្គមុនមានជាពាក្យស្លោកឬក៏ឃ្លាដែលបានបញ្ជាក់ថាព្រះមហាក្សត្រហើយនិងប្រជារាស្ត្រគឺនៅជាប់គ្នារាស្ត្រមានទុកគឺក្សត្រមានទុករបស់រាស្ត្រគឺជាទុករបស់ព្រះមហាក្សត្រក៏ប៉ុន្តែឥឡូវទុករបស់រាស្ត្របែរទៅជាព្រះមហាក្សត្រលោកអត់បានដឹងដោយសារតែមន្ត្រីព្រះបរមរាជវាំងគឺបំពេញប្រជាស្ដារព្រះមហាក្សត្រហ្នឹងគឺក្នុងន័យថាមិនយកចិត្តទុកដាក់ដើម្បីដោះស្រាយបញ្ហារាស្ត្រគណៈបកកម្លាំងជាតិមែនតើបើតាមមើលពួកគាត់មិនតឹងបានទៅរំខានអង្គព្រះមហាក្សត្រហ្នឹងថាសុំជួបគាល់ព្រះមហាក្សត្រដើម្បីជូនលិខិតតាមពិតបើនិយាយឲ្យមែនតើគឺគណៈបកកម្លាំងជាតិហ្នឹងគួរតែសរសេរលិខិតហ្នឹងជូនដំណឹងថ្វាយទៅព្រះមហាក្សត្រសុំជួបព្រះមហាក្សត្រទៀតផងក៏ប៉ុន្តែប្រហែលជាគណៈបកនេះយល់ថាមិនចង់រំខានពេលវេលាឬក៏ព្រះមហាក្សត្រខ្មែរព្រោះព្រះអង្គទើបតែយាងមកពីព្យាបាលព្រះរាជរោគនៅទីក្រុងប៉េកាំងអាចត្រូវសម្រាប់ប្រកាយអីមួយរយៈសិនទៅអញ្ចឹងចង់តែយកលិខិតនេះត្រឹមតែជូនខុទ្ទកាល័យព្រះបរមរាជវាំងដើម្បីឲ្យបានទទួលវាយស្លាកបោះត្រាត្រឹមត្រូវឲ្យសមស្របទៅហើយយកទៅថ្វាយព្រះករុណាព្រះបាទនរោត្តមសីហមុនីឬក៏មិនថ្វាយគឺជារឿងរបស់ខុទ្ទកាល័យរបស់ព្រះមហាក្សត្រក៏ប៉ុន្តែគ្នាទៅត្រៀមរៀបចំគ្នា30-40នាក់យកទៅដោយសន្តិវិធីដោយផ្ដាល់កិត្តិយសដោយផ្ដាល់តម្លៃដោយស្ថាប័នដ៏ឧត្តមឧត្តមមួយនេះទៅដល់មាត់ទ្វារហើយគឺគ្មានមន្ត្រីណាមកទទួលយកងាត់និយាយទៅគឺមន្ត្រីខុទ្ទកាល័យគឺដោះដៃតែម្ដងដោយសារអីគឺយើងឃើញហើយរូបភាពហ្នឹងគាត់ទៅឈរចាំមាត់ទ្វារជិត1ម៉ោងទីបំផុតគេប្រាប់មកវិញថាដាក់ចោលនៅក្នុងប្រអប់សម្បត្តិហ្នឹងទៅអានេះអ្វីដែលតាមសេចក្តីរាយការណ៍និងបទសម្ភាសន៍របស់តំណាងឲ្យយុវជនគណៈបកកម្លាំងជាតិដែលយើងឃើញហើយលោកដែលផុនសុភាដែលជាប្រធានយុវជនគណៈបកកម្លាំងជាតិនេះលោកបានយកញត្តិនេះទៅជាមួយនឹងក្រុមអ្នកគ្រប់គ្រងគណៈបកឬក៏គណៈបកកម្លាំងជាតិនេះប្រមាណជា30នាក់ហ្នឹងទៅដល់ទីនោះដោយអហិង្សាដោយសន្តិវិធីដោយសេចក្តីថ្លៃថ្នូរដោយសេចក្តីគោរពក៏ប៉ុន្តែខាងព្រះបរមរាជវាំងខ្វះក្តីគោរពសម្រាប់ប្រជារាស្ត្រទូទៅដូចជាមាក់ងាយនឹងការដែលតស៊ូដើម្បីឲ្យព្រះមហាក្សត្រនឹងលោកយកចិត្តទុកដាក់ដល់រាស្ត្រហេតុអីបានជាអស់លោកធ្វើដូច្នេះគ្រាន់តែចេញមកទទួលញត្តិហ្នឹងគឺវាយ៉ាងម៉េចទៅវាចង្រៃអីខ្លាំងទៅឬក៏វាជ្រុះមាសអស់ពីព្រះបរមរាជវាំងឬក៏យ៉ាងម៉េចដល់ពេលចុងក្រោយគាត់ប្រាប់មកថាដាក់នៅប្រអប់សម្បត្តិបើដាក់នៅប្រអប់សម្បត្តិដដែលចាំបាច់គណៈបកកម្លាំងជាតិហ្នឹងយកមនុស្សទៅធ្វើអីយើងផ្ញើតាមតាប៉ុស្តិ៍ប្រៃសណីទៅវាជាការចប់ប៉ុន្តែវាមិនមែនជារឿងអញ្ចឹងទេការផ្ដល់តម្លៃឲ្យស្ថាប័នអង្គព្រះមហាក្សត្រនេះគឺជាការធ្វើអញ្ចឹង
ធ្វើនេះគឺជាការធ្វើឲ្យតម្លៃតែបើយកគ្រាន់តែទម្លាក់ចោលលើក្នុងប្រអប់សម្បត្តិគឺហាក់បីដូចជាមិនខ្វល់នឹងស្ថាប័នមួយនេះទេទៅបោះចោលអញ្ចឹងទៅនៅក្នុងប្រអប់សម្បត្តិអ្នកណាយកក៏យកឃើញក៏ឃើញមិនបានក៏បានក៏ប៉ុន្តែនេះគឺរះឲ្យតម្លៃអង្គព្រះមហាក្សត្រទៅដល់ទាំងក្រុមប្រជារាស្ត្រកំពុងមានទុកពេញផ្ទៃប្រទេសករណីលោករងឈុនណាមិនមែនជាករណីបុគ្គលទេគឺជាករណីអាយុជីវិតជាតិព្រោះការរដ្ឋបတ်សិទ្ធិសេរីភាពនយោបាយរបស់ក្រមឬក៏ប្រជាប្រដ្ឋខ្មែរគឺជាការរំលោភរដ្ឋធម្មនុញ្ញវាប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ប្រជាប្រដ្ឋជាទូទៅវាប៉ះពាល់ដល់មុខមាត់កិត្តិយសសេចក្តីថ្លៃថ្នូរប្រជាធិបតេយ្យរបស់កម្ពុជាលើឆាកអន្តរជាតិអញ្ចឹងយើងតែពេលមានបញ្ហាហ្នឹងគឺយើងបញ្ហាពន្ធក្រោយជាមួយនឹងអាមេរិកក៏យើងគេកំពុងតែចង់ឲ្យសកាត់កយើងអារឿងគេដក EBA ក៏តែអារឿងអញ្ចឹងអារឿងយើងមានបញ្ហាសពបែបយ៉ាងប្រទេសណាក៏គេមិននៅជាខាងយើងគេមិនគ្រប់គ្រងយើងសូម្បីតែរឿងចំនួនជាមួយព្រំដែនថៃក៏អារឿងហ្នឹងទាំងអស់ហើយតែយើងនាំគ្នាគិតថារឿងទូតាចយើងដោះដៃយករួចខ្លួនដល់ពេលឥឡូវយើងឃើញបញ្ហាទេយើងធ្វើឲ្យជាតិសាសន៍នេះរីងរៃអស់សង្ឃឹមគ្រប់យ៉ាងមិនឥឡូវឲ្យប្រជាប្រដ្ឋធ្វើអីទៀតតឡាការតស៊ូតវ៉ាគ្រប់ជាន់ថ្នាក់ហិង្សាតាំងពីតឡាការសាលាដំបងសាលាធរតឡាការកំពូលអត់បានមានយុត្តិធម៌អីក្រោមគំនាបរបស់រដ្ឋាភិបាលកម្ពុជាឥឡូវមានតែអង្គនៅឯករាជ្យដែលជាមលុបដ៏ត្រជាក់ត្រជុំសម្រាប់កូនចៅផ្ដល់កិត្តិយសដល់អង្គព្រះមហាក្សត្រដើម្បីដោះស្រាយបញ្ហាត្រូវបានអស់លោកធ្វើមិនដឹងមិនលឺគ្នាទៅដល់លបងប្រាប់ថាដាក់នៅក្នុងប្រអប់សវត្ថក៏បានដែរចុងក្រោយមន្ត្រីខុទ្ទការឡៃណាក៏មិនមកទទួលដែរទៅឲ្យមន្ត្រីប៉ូលីសនគរបាលសន្តិសុខយាមខុទ្ទការឡៃទទួលញ៉ាត់យកទៅឲ្យកងសន្តិសុខអាហ្នឹងបើយើងនិយាយទៅគឺអត់មានតម្លៃអីតតតែសោះតម្លៃដ៏ថ្លៃថ្លារបស់គណៈបកកម្លាំងជាតិយកទៅដើម្បីថ្វាយព្រះមហាក្សត្រក្នុងនាមជាកិត្តិយសត្រូវបានមន្ត្រីនឹងទម្លាក់ចោលត្រឹមមកឲ្យមន្ត្រីនគរបាលយាមព្រះបរមកាល័យចោលទៅមន្ត្រីផ្លូវការហ្នឹងខុទ្ទការឡៃហ្នឹងអស់លោករវល់ខ្លាំងណាស់មែនទេរាល់ថ្ងៃហ្នឹងកំពុងតែរវល់គិតរឿងត្រូវវាយថៃយកដីមកវិញទាំង73កន្លែងហ្នឹងឬក៏គាត់លោកកំពុងតែរវល់ដែលមិនអាចរើដៃរួចដែរគ្រាន់តែមកយកញ៉ាត់ចុះហត្ថលេខាថាបានទទួលអីអញ្ចឹងដើម្បីឲ្យគ្នាស្ងប់ចិត្តលោកធ្វើមិនបានឥឡូវសូម្បីតែឲ្យទៅប៉ូលីសហ្នឹងក៏ប៉ូលីសអត់មានទៅចុះហត្ថលេខាទទួលអីមិនទទួលអីទេអញ្ចឹងចង់គេផ្ញើជូនទៅថ្វាយព្រះមហាក្សត្រក៏ថ្វាយមិនថ្វាយក៏ចាត់ទុកថាលិខិតហ្នឹងរបស់ហ្នឹងអត់ផ្លូវការអត់អីខុសនីតិវិធីអីទៀតកប់ចោលអញ្ចឹងទៅព្រះមហាក្សត្រលោកថាអត់ដឹងអីអញ្ចឹងទៀតទៅរឿងហ្នឹងវាទៅណាទៀតរឿងនេះវាតកតងនឹងរឿងនយោបាយទេព្រោះអីខុទ្ទការឡៃព្រះមហាក្សត្រហ្នឹងក៏ចង់គេចវេសពីការទទួលខុសត្រូវកុំឲ្យអំពើទុកដែរព្រោះតែលិខិតនេះថ្វាយទៅដល់ព្រះមហាក្សត្រលោកច្បាស់ជាពិបាកហើយព្រោះរឿងនយោបាយហើយព្រះមហាក្សត្រខ្មែរក៏លោកទៅដោះស្រាយរឿងនយោបាយមិនបើលោកហ៊ុនសែនថាទេគឺទេលោកហ៊ុនសែនថាដោះគឺដោះវារឿងនៅតែបុគ្គលម្នាក់ទេព្រោះនឹងស្រុកខ្មែរហ្នឹងអ្នកដែលមានឥទ្ធិពលលើស្ដេចផែនដីគឺមានតែលោកហ៊ុនសែនតែដូច្នេះដល់អញ្ចឹងទៅគឺធ្វើឲ្យព្រះបរមរាជវាំងហ្នឹងក៏លំបាកប៉ុន្តែលំបាកយ៉ាងណាក៏ដោយមិនគួរណាធ្វើឲ្យអង្គព្រះមហាក្សត្រចោះទុនខ្សោយដោយសារអស់លោកសោះព្រោះស្ថាប័នព្រះមហាក្សត្រនេះគឺជាស្ថាប័នកំពូលព្រះអង្គគឺជាប្រមុខរដ្ឋគឺជាព្រះបិតាជាតិគឺជាអ្នកសម្របសម្រួលបង្រួបបង្រួមជាតិនៅក្នុងរដ្ឋធម្មនុញ្ញចែងអញ្ចឹងតាគឺព្រះអង្គគឺនៅលើនាយករដ្ឋមន្ត្រីនៅលើអីទាំងអស់គឺកំពូលគេសូម្បីតែព្រះអង្គត្រូវសម្រាប់ព្យាបាលព្រះជរោគនៅក្រុងប៉េកាំងប្រទេសចិនក៏ត្រូវតែផ្ទេរតួនាទីប្រមុខរដ្ឋស្ដីទីហ្នឹងមកឲ្យលោកហ៊ុនសែនចាត់អាគោលការណ៍ប្រមុខរដ្ឋស្ដីទីហ្នឹងទៅណោះបើរវល់ទៅដោះលែងលើកលែងអ្នកទោសជាប់ទោសពីបទគ្រឿងញៀន1គីឡូជាងជនជាតិបែលហ្សិកដែលត្រូវកាត់ទោសមកជីវិតណាឲ្យរួចខ្លួនបាត់ឈឹងពេលដែលព្រះមហាក្សត្រលោកមិននៅមកដោះអ្នកទោសគ្រឿងញៀនចេះវិញដល់តែពេលអ្នកទោសដើម្បីប្រយោជន៍ជាតិខ្មែរដោយលោករងឈុនដោយលោកកម្មសខាកិច្ចគ្រប់គ្នារឿងនេះគឺជារឿងមួយដែលអស់លោកធ្វើទុកបុកម្នេញរាជនេះយូរពេកហើយអស់លោកកំពុងតែគិតថារួចខ្លួនណាទឹកភ្នែករាជនេះលោកហែលមិនរួចទេលោកមិនអាចហែលទឹកភ្នែករាជនេះរួចទេខ្ញុំគាត់ណាលើកប្រាប់ថាលោកអាចបំភ្លេចលើកឬថាប្រជារាជធ្វើបាបគេរាល់ថ្ងៃចឹងទៅប្រហែលជាតែបន្តិចទៅភ្លេចឲ្យព្រៀងកាឡាមកខ្លងមកប្រអប់ទៅលៀបចុះលៀបឡើងទៅអរគុណថ្វាយអង្គមពោតអីចឹងទៅមិនទេរាជឈឺចាប់យូរពេកហើយបើលោកបង្កឲ្យមានការឈឺចាប់យូរបែបនេះគឺច្បាស់ណាស់គឺប្រជាពលរដ្ឋនឹងក្តៅក្រហាយប្រទេសយើងនឹងជួបតែគ្រោះមហន្តរាយនឹងការដាក់ផ្ដាសាគ្មានទីបញ្ចប់ទេព្រោះវាកុហលក្រហាយវាដូចថាអំពើបាបវាច្រើនពេកវាអត់មានអំពើសុខសន្តិភាពសេរីភាពអីហ្នឹងហើយពេលដែលអ្នកកសែតសួរលោកផុនសុភាថាសង្ឃឹមដែរទេគ្នាចិត្តថាសង្ឃឹមទៅសង្ឃឹមថានឹងបានលឺដល់ព្រះមហាក្សត្រប៉ុន្តែចុងនៅពេលដែលសង្ឃឹមហ្នឹងក៏បានបង្ហាញការខកចិត្តដែរថាអត់មានអ្នកណាសញ្ញេទទួលទេហើយគេថាមកពីអត់ណាត់មុនគាត់ថាក៏អត់បានទាំងស្នើសុំជួបព្រះមហាក្សត្រផងគាត់តែមន្ត្រីព្រះបរមរាជវាំងនៅខុទ្ទការឡៃនឹងមកទទួលញត្តិនឹងក៏វិធីគាត់ថាមើលទៅដូចខុសបែបបទរដ្ឋបាលអ្ហ្មិចទេព្រោះអីយកញត្តិដែលប្រជាពលរដ្ឋដាក់មកជាសាធារណៈបែបហ្នឹងខុទ្ទការឡៃគ្រាន់តែទទួលនឹងវិធីហើយចាំបាច់កិច្ចវេះអីឬក៏អើយពិបាកមែនតើហើយឥឡូវនេះគឺរឿងនេះគឺជារឿងរកម្មចិត្តប៉ុន្តែខ្ញុំសូមជូនពរឲ្យលោករងឈុននឹងទទួលបានការដឹងឮពីព្រះមហាក្សត្របើតាមអ្វីដែលមាននៅក្នុងខ្លឹមសារលិខិតនេះខ្ញុំអានខ្លឹមសារលិខិតនេះឲ្យបងប្អូនបានដឹងតិចចោះបើទោះបីជាព្រះបរមរាជវាំងមន្ត្រីខុទ្ទការឡៃមិនមកទទួលក៏ដោយប៉ុន្តែសង្ឃឹមថាព្រះមហាក្សត្រខ្មែរព្រះករុណាព្រះបាទនរោត្តមសីហមុនីបើសិនជាព្រះអង្គលោកកំពុងគង់នៅក្នុងព្រះបរមរាជវាំងឬក៏ព្រះអង្គអាចមាន Facebook ឬក៏ប្រព័ន្ធផ្សព្វផ្សាយបណ្ដាញតាមសង្គមអីព្រះអង្គអាចតតរឿងនេះគឺជាសារផ្ទាល់ទៅព្រះមហាក្សត្រតែម្ដងដែលខ្ញុំបកករណាដើម្បីឲ្យព្រះមហាក្សត្រខ្មែរលោកបាន
ជ្រាបផ្ទាល់តែម្ដងតាមប្រព័ន្ធបណ្ដាញសង្គមទៅព្រោះបើទៅតាមប្រព័ន្ធស្អីគេហ្នឹងដូចយ៉ាប់មិនងាយទៅដល់លោកទេនេះគឺជាលិខិតរបស់គណៈបកកម្លាំងជាតិដែលសូមក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃប្រជាណាចក្រកម្ពុជាកម្មវត្ថុសូមក្រាបបង្គំទូលស្នើសុំព្រះរាជអន្តរាគមន៍ចំពោះករណីលោករងឈុនយោងរដ្ឋធម្មនុញ្ញប្រជាណាចក្រកម្ពុជាមាត្រា8មាត្រា8មាត្រា34ថ្មីមាត្រា35មាត្រា40មាត្រា41មាត្រា128ថ្មីនិងមាត្រា129ថ្មីនឹងយោងតាមកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយយោងសាលជាស្ថាពរចុះថ្ងៃទី19ខែមិថុនាឆ្នាំ2026របស់តុលាការសាលាកំពូលសូមក្រាបបង្គំទូលថ្វាយព្រះករុណាជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតតាំងនាមទូលបង្គំខ្ញុំណាផ្ទាល់និងសមាជិកាគណៈបកកម្លាំងជាតិទាំងអស់សូមក្រាបម្ចាស់ជាអង្គម្ចាស់ជីវិតតម្កល់លើត្បូងព្រះមេត្តាជិតដ៏ខ្ពង់ខ្ពស់ថាសាលដីកាស្ថាពរចុះថ្ងៃទី19ខែមិថុនាឆ្នាំ2026របស់សភាព្រហ្មទណ្ឌនៃតុលាការកំពូលបានសម្រេចផ្តន្ទាទោសលោករងឈុនទីប្រឹក្សាជាន់ខ្ពស់នៃគណៈបកកម្លាំងជាតិព្រមទាំងបានដាក់វិធានការរឹតបន្តឹងសិទ្ធិនិងសេរីភាពជាមូលដ្ឋានចំនួនរួមមានការហាមឃាត់មិនឲ្យថ្លែងការណ៍ជាសាធារណៈការហាមចូលទីការសាធារណៈការហាមចាកចេញពីរាជធានីភ្នំពេញការដកហូតសិទ្ធិបោះឆ្នោតសិទ្ធិចូលឈ្មោះឲ្យគេបោះឆ្នោតនិងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀតសម្រាប់រយៈពេល5ឆ្នាំវិធានការដែលបានដាក់កម្រិតលើសិទ្ធិរបស់លោករងឈុនដូចមានរៀបរាប់ខាងលើមានភាពមិនស្របនឹងរដ្ឋធម្មនុញ្ញគឺស្មារតីនៃរដ្ឋធម្មនុញ្ញជាពិសេសមាត្រា34ថ្មីមាត្រា35មាត្រា40មាត្រា40មាត្រា128ថ្មីនិងមាត្រា129ថ្មីព្រមទាំងអាចមិនស្របកាតព្វកិច្ចអន្តរជាតិរបស់ប្រជាណាចក្រកម្ពុជាក្រោមកតិកាសញ្ញាហើយជាពិសេសមាត្រា19មាត្រា21និងមាត្រា22និងមាត្រា25ផងគណៈបកកម្លាំងជាតិមានក្តីព្រួយបារម្ភថាចំពោះវិធានការខាងលើនេះគឺអាចបង្កជាចម្ងល់ផ្នែកគតិយុត្តអំពីភាពមិនស្របជាមួយនឹងស្មារតីរដ្ឋធម្មនុញ្ញជាពិសេសពាក់ព័ន្ធនឹងសិទ្ធិនយោបាយសិទ្ធិបោះឆ្នោតសេរីភាពនៃការបញ្ចេញមតិសេរីភាពនៃការប្រមូលផ្ដុំដោយសន្តិវិធីនិងសិទ្ធិចូលរួមនៅក្នុងជីវភាពនយោបាយដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនិងកាតព្វកិច្ចអន្តរជាតិរបស់ប្រជាណាចក្រកម្ពុជាតាមខ្លឹមសារនៃមាត្រា8នៃរដ្ឋធម្មនុញ្ញកថាខណ្ឌទី2បានចែងថាព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករាជ្យជាតិអធិបតេយ្យនិងបូរណភាពទឹកដីនៃប្រជាណាចក្រកម្ពុជាទ្រង់ជាអ្នកធានាការពារគោរពសិទ្ធិនិងសេរីភាពរបស់ប្រជាពលរដ្ឋនិងគោរពសិទ្ធិសន្ធិសញ្ញាអន្តរជាតិខណៈដែលមាត្រា128ថ្មីកថាខណ្ឌទី2បានចែងថាអំណាចតុលាការធានារក្សាអនាគតនិងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋទោះលោករងឈុនពាក់ព័ន្ធនឹងការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដីធ្លីនៅក្នុងការថ្លែងសន្ទរកថាអំពីស្ថានភាពសង្គមសេដ្ឋកិច្ចនិងនយោបាយការបញ្ចេញក្តីបារម្ភអំពីរណភាពទឹកដីនិងការផ្ដល់បទសម្ភាសន៍ដោយសន្តិវិធីសកម្មភាពទាំងនេះមិនបានបំពេញធាតុផ្សំនៃបទល្មើសញុះញង់ឲ្យបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមដូចមានចែងនៅក្នុងមាត្រា494និង495នៃក្រមព្រហ្មទណ្ឌនោះឡើយជាមួយគ្នានេះការរឹតបន្តឹងសិទ្ធិសេរីភាពជាមូលដ្ឋានដែលមានចែងនៅក្នុងសាលដីកាក៏បានបង្កជាចម្ងល់អំពីភាពស្របតាមរដ្ឋធម្មនុញ្ញនិងគោលការណ៍សមាមាត្រនៅក្នុងការដាក់កម្រិតសិទ្ធិនេះផងដែរដោយគោរពយ៉ាងពេញលេញនៅគោលការណ៍ឯករាជ្យនៃអំណាចតុលាការគណៈបកកម្លាំងជាតិពុំមានបំណងស្នើព្រះករុណាទ្រង់ធ្វើអន្តរាគមន៍ចំពោះការវិនិច្ឆ័យរបស់តុលាការដោយផ្ទាល់នោះឡើយក៏ប៉ុន្តែគណៈបកសូមក្រាបថ្វាយបង្គំទូលថ្វាយស្នើសុំព្រះមេត្តាក្នុងព្រះរាជទូតនីតិជាព្រះប្រមុខរដ្ឋនិងជាអ្នកធានាគោរពរដ្ឋធម្មនុញ្ញទ្រង់មេត្តាព្រះរាជទានព្រះរាជតម្រិះដើម្បីឲ្យស្ថាប័នកិច្ចពាក់ព័ន្ធពិនិត្យលទ្ធភាពអនុវត្តនីតិវិធីដែលច្បាប់បានកំណត់ធានាបាននៅយុត្តិធម៌គោរពរដ្ឋធម្មនុញ្ញនិងការការពារសិទ្ធិមនុស្ស